ចាំបាយរបស់យើងហើយចេញជាផ្នែកធំយើងមានចម្លក់ខ្នងកតុយហើយយើងមានប្រភេទសាច់ខ្នងកឬមួយភោគចោលបាទហើយយើងបត់បាយចេញជាក្រោយដុំកដាជាមួយនឹងស្មាខាងមុខអូខេចាឥឡូវយើងធ្វើការបំបាយបន្តទៀតទៅជាផ្នែកទឹកអុកយើងខាងធ្វើជ្រូកយូរអញ្ចឹងថ្ងៃហ្នឹងយើងតម្លាក់ជ្រូកម្ដងយើងបាញ់ចែកសាច់ជ្រូកម្ដងចឹងបងប្អូនដល់ឆ្នាំគោយើងបំបាយបានសាច់ដុំជាច្រើនតែជ្រូកវាខុសតិចវាសាច់ដុំបានតិចជាងតែបើវាតិចជាងអញ្ចឹងនិយាយស្រួលបំបាយជាងអញ្ចឹងថ្ងៃនេះខ្ញុំនឹងបំបាយជ្រូកគឺមកម្ដងនេះសម្រាប់ជ្រូកទាំងមូលដំបូងមកអស់គឺយើងបំបាយផ្នែកសិនអញ្ចឹងបាយផ្នែកហ្នឹងជ្រូកស្រួលទេវាអត់សូវមានសាច់ដុំច្រើនទេអញ្ចឹងយើងយកផ្នែកពណ៌ខាងមុខនេះតែយើងចំណាំហៅថាសាច់ពណ៌បាទអញ្ចឹងគេហៅថាភោគចាហើយតោះមកយើងកាត់យកមកផ្នែកខាងមុខនេះគេហៅថាស្មាមុខអញ្ចឹងយើងយកផ្នែកស្មាមុខហើយយើងមានផ្នែកកណ្ដាលបន្តមកយើងចូលដល់ផ្នែកជើងយើងបំបាយចេញជាដុំសិនទៅបានយើងទៅបំបាយសាច់ដុំតូចឬមួយក៏បែងចែកជាគីឡូជាផ្នែកដើម្បីលក់បន្តអូខេឥឡូវយើងបាយជាផ្នែកដុំសិនចាចម្លក់ក្នុងប្រភេទដែលសាច់ផុយជាងគេហើយមកទូខ្លួនជ្រូកហ្នឹងបានទៅជ្រូកហើយបានយើងចូលដល់បាយផ្លូវវាហើយយើងបានបំបាយផ្លូវចេញហើយឥឡូវនេះគឺជាតួខ្លួនរបស់ជ្រូកតែផ្នែកតួខ្លួនហ្នឹងយើងមានជា3ជាន់យើងមានជាចំចំនីឥឡូវយើងបំបាយពីតួខ្លួនមកជាមួយនឹងផ្នែកខាងមុខឈឿនឱកាសនេះចង់បង្ហាញបងប្អូនពីចំណុចពិសេសនៃការយកជ្រូកហ្នឹងមកបន្ទុំសាច់អញ្ចឹងបងប្អូនអាចនិយាយចូលមកមើលចិត្តបន្តិចយើងឃើញសភាពរាងក្រហមហើយស្ងួតខាងក្រៅនេះមានន័យថាយើងបានពន្យល់វាបានរហូតដល់7ថ្ងៃហើយចំណុចដែលក្រហមក្រៀមខាងក្រៅនេះវាត្រូវបានបិទអុកស៊ីហ្សែនវាបិទអុកស៊ីហ្សែនខាងក្រៅមិនឲ្យអុកស៊ីហ្សែនចូលទៅដល់សាច់ខាងក្នុងហើយយើងឃើញថាសភាពវាខាងក្រៅអញ្ចឹងទេតែតាមបើសាច់ខាងក្នុងវិញពេលដែលបងប្អូនកាត់ចេញមកនេះខ្ញុំលើកបង្ហាញនេះបងឃើញសាច់វាមានចាប់ដើមមានមកពលាញមានខ្លាញ់អីល្អហើយសាច់វាមានភាពថយល្អវាជាបច្ចេកទេសមួយដែលខុសពីបងប្អូនដែលទៅទិញសាច់ស្រស់នៅផ្សារហើយយកមកហូបអញ្ចឹងរបៀបនៃការបន្ទុំសាច់នេះគឺយើងចង់ឲ្យវាចូលទៅដល់កម្រិតហ្នឹងបាទមានន័យថាសាច់វាអាចថយជាងក្លិនវាដិតជាងហើយនឹងមានភាពឈ្ងុយជាងពិសេសខ្លាញ់តែវាក្នុងរយៈពេលដែលយើងបន្ទុំប្រហែលថ្ងៃហ្នឹងខ្លាញ់ជ្រូករបស់វាហ្នឹងគឺវាត្រូវភាសាអង់គ្លេសគេហៅថា render បាទគឺវាទៅមើលទៅចូលជាមួយនឹងសាច់ដុំរបស់វាហ្នឹងវាបង្កើតជាក្លិនឈ្ងុយបាទសូម្បីតែខ្ញុំប៉ះអញ្ចឹងខ្ញុំប៉ះអញ្ចឹងខ្ញុំយកមកហិតបាទគឺវាក្លិនវាគឺក្លិនវាឈ្ងុយមួយយ៉ាងមកវាខុសពីយើងទៅទិញសាច់ស្រស់មកវាក្លិនទៀងថាក្លិនសាឬមួយក៏ក្លិនអាចថាធំក្លិនជ្រូកបងប្អូននិយាយភាសាសាមញ្ញថាធំក្លិនជ្រូកតែបើយើងយកមកអេអញ្ចេះគឺមានក្លិនឈ្ងុយបើជឿឲ្យអ្នកកាមេរ៉ាហិតមើលតើកាមេរ៉ាហិតមើលគឺឈ្ងុយមែនទេចាមិនមែនឈ្ងុយលេគឺឈ្ងុយមែនបងប្អូនឃើញសភាពនៃសាច់យកទៅបន្ទុំទៅយើងហើយយើងនឹងបន្តដំណើរទៅបំបែកឲ្យវាចេញជាផ្នែកតូចហើយធ្វើការវេចខ្ចប់គេសាច់ជ្រូកដែលយើងបន្ទុំហើយស្បែកក៏យើងនៅតែហូបបានគ្រាន់តែស្បែកវារៀងស្ងួតចេះបងប្អូនតែកាប៉ិតគឺវាចំណាញ់យកជាតិទឹកចេញហើយគឺវានៅសស្ងួតល្អបងប្អូនយកទៅស្ងោរឬមួយយកទៅស្លអីហ្នឹងឃើញថាស្បែកយើងកាប៉ិតបងប្អូនមិនឃើញកាប៉ិតមកយើងយកទៅស្លវិញគឺឆ្ងាញ់ព្រោះវាអស់ជាតិទឹកហើយវានៅសល់តែប្រូតេអ៊ីនសុទ្ធទេអញ្ចឹងសម្រាប់ឥឡូវដុំខាងលើនេះយើងយកស្បែកចេញវាទុកតែសាច់សុទ្ធតែសម្រាប់ជើងគឺយើងទុកជាប់ជាមួយស្បែក
យើងចំណាប់ផ្នែកកណ្ដាលយើងត្រូវការបែងចែកច្រើនយើងត្រូវការយកឆ្អឹងចេញចេញហើយជាមួយនឹង3ជាន់ហើយនឹងចំណងឥឡូវយើងចូលមកដល់ផ្នែកកណ្ដាលហើយផ្នែកកណ្ដាលបងគឺយើងបកស្បែក3ជាន់ពុះវាចេញសិនបងប្អូនឃើញជ្រូកដែលយើងយកមកអេតពេលដែលខ្លាញ់ពុះវាគឺវានៅសល់តិចបំផុតគឺវាមានអារម្មណ៍ថាស្ងួតហើយស្ដើងកាប់បាត់វាមិនស្ដើងទេដោយសារពេលដែលយើងអេតហ្នឹងគឺវាជំរុញជាតិទឹកចេញមកវិញអស់ហើយអញ្ចឹងវានៅសល់តែខ្លាញ់សោះហើយនឹងអាចទៅការពារខ្លាញ់ខាងក្រៅនេះទេគេហៅ silver skin វាហ្នឹងបាទហើយបើយើងនិយាយពីខ្លាញ់នេះគឺថាមើលទៅដូចសល់តែជាតិតែកាប់បាត់មានខ្លាញ់នេះគឺវាលំួតចូលគ្នាដូចកមួនចិត្តហើយខ្លាញ់នេះគឺនៅសល់តែជាតិខ្លាញ់សោះតែលែងមានជាតិទឹកហើយសាច់តាគៀកនេះក៏ទុំឆ្ងាញ់ដែរបាទអស់គឺយើងចូលដល់ផ្នែកចំទំនីទាំងនេះបានចាក់ហើយក៏មកនៅក្នុងមកទាំងនេះគឺសល់ជាផ្នែក3ជាន់បីតែខ្ញុំកាន់សម្បត្តិឲ្យខ្ញុំទៅវះសាច់ហ្នឹងក៏ខ្ញុំមានអារម្មណ៍ថាសាច់នឹងទុំណាស់វាផុយណាស់សាច់ពោះ3ជាន់យើងគឺយើងកាត់ជឿពីលើជាប់មកក្រោមអញ្ចឹងដើម្បីឲ្យផ្នែកខាងលើក្បាល3ជាន់នេះឲ្យមានជាប់សាច់ច្រឡោះហើយជាមួយនឹងជាប់ជាមួយនឹងសាច់3ជាន់ជាប់ជាមួយនឹងសាច់ពោះដូចគ្នាអញ្ចឹងយើងអត់យកច្រឡោះចេញតែមួយទេគឺយើងទុកច្រឡោះនៅខាងក្នុងហ្នឹងជាប់គ្នាឥឡូវយើងចូលមកដល់ផ្នែកស្មាម្ដងផ្នែកស្មាដំបូងបង្អត់គឺយើងយកជើងវាចេញជើងខ្ញុំឆ្លៀតឱកាសថ្ងៃនេះខ្ញុំនឹងធ្វើការបែងចែកមកដុំខាងមុខនេះអត់ខុសប្លែកពីបងប្អូនយើងអ្នកលោកសាច់ជូនផ្សេងៗតែគាត់ធ្វើការបែងចែកតែណាតើផ្នែកខាងមុខនេះនៅស្រុកគេតើគេបែងចែកពីម៉េចហើយខាងយើងបែងចែកពីម៉េចនៅស្រុកយើងយកឆ្អឹងជំនីនេះចេញបន្តមកយើងកាត់យកស្មាហើយជាមួយនឹងយកចែកឡើងខាងលើនេះតែបើនៅស្រុកគេយកឲ្យជាប់ឆ្អឹងចឹងហ្មងឲ្យជាប់ឆ្អឹងផាតគេអត់ដោះឆ្អឹងផាតទេហើយបន្តមកទៀតគេបែងចែកមកដុំខាងលើនេះគេហៅថា hope collar ហ្នឹងគឺជាឆ្អឹងចិត្តចែកឡើងវានៅខាងលើនេះហើយមានវិធីសាស្ត្រម្យ៉ាងរបស់គេដើម្បីយកទៅចំអិនហ្នឹងគឺគេទុកស្បែកហើយខាងយើងបើយើងចង់ទុកស្បែកក៏ទុកបើយើងមិនទុកស្បែកយើងអាច fillet យកស្បែកចេញយើងអាចយកស្បែកចេញបានខ្ញុំនឹងបង្ហាញរបៀបកាត់តាមស្រុកគេអង់គ្លេសហៅថា hook collar ហើយជាមួយនឹង hook butt អញ្ចឹងដំបូងបង្អស់គឺគេបាទគឺយើងយកតាមចំណុចនេះកនេះចង់មកហើយយើងឈ្មោះដូចឆ្អឹងចនីតិចមកឃើញស្នាមបាទបន្ទាប់ពីយើងបានពងវាប៉ុណ្ណឹងហើយគឺយើងដើមគេនៅពេលដែលយើងដាច់ឆ្អឹងចនីហើយយើងយកកបិតយើងវះម្ដងដើម្បីឲ្យវាប៉ះឆ្អឹងខាងកន្លែងណាដែលមានប៉ះឆ្អឹងទេយើងឲ្យវាទៅបាត់ទៅកន្លែងដែលយើងចាក់ឆ្អឹងហ្នឹងអញ្ចឹងយើងបានស្មាខាងលើនិងស្មាខាងក្រោមនេះគឺជាសាច់ស្មាទាំងមូលហើយតាមនៅស្រុកគេអាចទុកដុំហ្នឹងទៅដើម្បីយកទៅ smoke ហើយបើយើងអាចកាត់វាម្ដុំសម្រាប់យកទៅចៀនឬមួយក៏យកធ្វើជា steak បានបាទសាច់ស្មាទាំងមូលនេះគឺវាឲ្យមកវាមាន texture បែបនេះណាយើង slide វាជាតឹងបែបនេះយើងមើលដូចទទួលបាន texture របស់បានទទួលតែដុំផ្សេងគ្នាហើយពេលដែលយើងយកទៅចៀនឃើញវាបង្កើតជាអារម្មណ៍ប្លែកដល់អ្នកហូបអញ្ចឹងយើងនឹងយកទៅរ៉ាប់នៅក្នុងថង់ហើយយើងរុញចូលបន្តទៅក្នុងបន្ទប់បង្កប់របស់យើងពេលដែលវាបង្កប់បានត្រឹមត្រូវគឺបានយើងយក slide ជាមួយ machine យើងយកចេញជាបំណែកគេហៅថា
ជា steak cut ឬមួយក៏ជាកាត់ដើម្បីសម្រាប់សាច់ steak ណាអូខេឥឡូវយើងបន្តមកយកចៃឡាំងខាងលើវិញបាទអញ្ចឹងចៃឡាំងយើងបានហើយតែគាត់ថាវានៅជាប់ឆ្អឹងផានេះបន្តិចហើយសម្រាប់ឆ្អឹងផានេះបងប្អូនឃើញរាងវាស្អាតចាយើងអាច slide អញ្ចឹងដើម្បីធ្វើជា steak cut បានដូចគ្នាអញ្ចឹងសម្រាប់ទៅយកទៅធ្វើ steak សាច់ជ្រូកយើងអាចទុកឆ្អឹងអញ្ចឹងក៏បានផ្នែកនេះជាផ្នែកជាប់ឆ្អឹងផាបងប្អូនឃើញឆ្អឹងផាទេអញ្ចឹងយើងអាចកាត់វាជា slide ម្ដុំជាមកដើម្បីធ្វើជាសាច់ steak ក៏បានហើយវាមានសោភ័ណភាពស្អាតសម្រាប់សាច់ steak យើងគួរតែកាត់ស្បែកហ្នឹងយកស្បែកចេញហ្នឹងឲ្យជាប់បានខ្លាញ់ច្រើនតិចទៅព្រោះយើងមានខ្លាញ់យើងមានសាច់យើងមានឆ្អឹងយើងគួរបាន3សង្ខារអញ្ចឹងយើងអាចឲ្យឈ្មោះ portion នេះអាចថា pork arm roast បានពុកអាំរត់តែម្ដុំនេះបន្លាស់បាទអូខេឆ្ងាញ់តែវាឆ្ងាញ់បងប្អូនជឿបងប្អូនមកហូបជាមួយខ្ញុំក៏បានដែរណាសាច់ steak ស្មាបុកចូលចៃឡាំងយើងបងប្អូនដឹងថាសាច់ជ្រូកផ្នែកសាច់ជ្រូកក្រៅពីឆ្អឹងចំនេះសាច់ច្រឡបងប្អូនដឹងថាឡើយណាថ្លៃជាងគេគឺចៃឡាំងនឹងថ្លៃជាងគេហើយក៏មានការនិយមហូបច្រើនតែយើងទាំងអស់គ្នាភាគច្រើនយកទៅឆាព្រោះថាសាច់ចៃឡាំងវាទន់យើងនាំវាទៅឆាតែបងប្អូនដឹងថាសាច់ហ្នឹងបងប្អូនចេះយកទៅធ្វើ steak ហើយតែពិសេសជាងនឹងទៅទៀតថ្ងៃនេះខ្ញុំនឹងកាត់ជាប្រភេទ steak ឲ្យបងប្អូនមើលហើយបងប្អូនចេះកាត់ទេបងប្អូនអាចដាក់ជាកំងពីរូបនេះស្រាប់ទៅយើងមានធ្វើជាប្រភេទ steak ស្រាប់ឲ្យបងប្អូនយកទៅគឺថាប្រឡាក់គ្រឿងស៊ីសនីងខ្លួនឯងទៅហើយហូបយកបងវាឆ្ងាញ់ជាប់ឆ្អឹងកអានេះជាឆ្អឹងកខាងមុខហើយនេះជាដុំចាស់ណាអញ្ចឹងចំណុចដែលក្រៀមនេះគឺវាត្រូវបានស្ងួតនៅក្នុងទូយើងហើយគឺយើងស៊ីលេវាចោលតិចទៅបងប្អូនមើលសាច់ខាងក្នុងវាល្អអញ្ចឹងម្ដុំនេះគឺម្ដុំចៃឡាំងហើយយើងមានជាប់ស្បែកតែជាទូទៅគឺយើងគេហូបជាប់ស្បែកទេចៃឡាំងអញ្ចឹងយើងត្រូវតែយកស្បែកចេញអញ្ចឹងនៅពេលដែលយើងធ្វើ steak ឲ្យយើងមានជាប់ខ្លាញ់ជាប់ឆ្អឹងឃើញស្អាតណាក្នុងម្ដុំនេះគឺយើងបានជាចៃឡាំងចំពេលដែលយើងបានជាចៃឡាំងអញ្ចឹងថ្ងៃនេះខ្ញុំកាត់ចៃឡាំងឲ្យខ្លាចតិចទៅគឺមិនបាច់ចាំបាច់រុញចូលម៉ាស៊ីនទេគឺយើងកាត់នៅសភាពទុំអញ្ចឹងបំផុតដើម្បីកាត់វាជាប្រភេទទុំអញ្ចឹងគឺយើងត្រូវការ breaking knife បិទបំបីសាច់តាមការនិយមរបស់បងប្អូនខ្ញុំសេរីវាទៅពេលនេះវានៅមាត់ចាប់តែនេះយើងសេរីវាចោលទៅនេះវាជាអង់គ្លេសគេហៅថា texture បាទវាមានជាកាឡាអញ្ចឹងបាទហ្នឹងជាប្រភេទគុណតម្លៃផលចលនាហើយណាហើយដល់ពេលយើងកាត់សាច់ steak អូខេយើងកាត់តែពីផ្នត់ដៃចេះទៅឬមួយក៏ខ្មែរយើងមកផ្នត់ដៃតែមកផ្នត់ដៃវារឿងស្ដើងតិចអញ្ចឹងយើងកាត់តែមកផ្នត់ដៃកន្លះទៅវាប្រហែលប៉ុណ្ណេះបាទបងប្អូនឃើញសាច់ចឡាំងនេះប្រភេទចឡាំងនេះហើយបងប្អូនយកទៅធ្វើ steak បាទវាបន្តទៀតបងប្អូនមានឃើញសរសៃខ្លាញ់ដែលវារត់ចូលសាច់នោះទេបើយើងមិនឆ្លងកាត់ការ aging ទេគឺយើងអត់ទទួលបាន texture បែបនេះទេបានន័យថាមានជាកាឡាបែបនេះទេយើងត្រូវការតែឆ្លងកាត់ការ aging ក៏ទៀតណាចំនួនសាច់ជ្រូកជាទូទៅគឺយើង age រហូតទៅដល់7ទៅ10ថ្ងៃសម្រាប់សាច់ជ្រូកតែបើសម្រាប់គោរហូតដល់21ថ្ងៃអញ្ចឹងនៅក្នុងទូយើងនោះជាក់ស្ដែងយើងនៅសល់សាច់គោយើង6ដុំ6ផ្ទាំងហើយសាច់ជ្រូកយើងនៅសល់3ផ្ទាំងទៀតតែនេះយើងជាផ្ទាំងទី1ហើយបងប្អូនមើលឃើញ texture ស្អាតយើងមិនត្រឹមតែបង្ហាញពីរបៀបកាត់របៀបយកចៃឡាំងទេខ្ញុំនឹងប្រាប់បងប្អូនពីរបៀបចៃឡាំងហ្នឹងឲ្យចេញជាសាច់ steak ទៀតយើងមិនប្រឡាក់តាមបែបរូបមន្តផកខាងរូបនេះតែយើងគឺយើងអត់ប្រើអីទាំងអស់យើងប្រើតែអំបិលហើយជាមួយយើងយកទៅចៀនហើយយើងភ្លក់ទាំងអស់គ្នាបងប្អូនភ្លក់តាមវីដេអូមកហើយខ្ញុំនេះភ្លក់ផ្ទាល់
เป็นโอเลี้ยวมันติดแล้วนะlà đầm bay ở viên miên ở lại po tích viên plau viên lại là lớn tích trong nó này nó bị xét ho hàng dương ấy cứ dương plau tàn bỏ lên mẹ hay dùm làm mà đấy cứ dương plau xài sập rồi cả đám dương plau tại xài sập cả đám thế hay vỡ cứ dương plau học sập cả đám dương đi mấy chục mình thấy bạn dương dùng máu xì dần dùng máu xì dần phần đó hơi giờ dương là chơi bỏ ôn chọn tục to từ một bay từ một ngày chẳng bay một ngày gọi chậm dương chọn hốt dương rồi mình chiến hốt bỏ ôn vô từ rẹp mình không thông được mình thừa ở ngoài 10 trắng dương rẹp mình thông tới đầm bay của máu với bảo oxy khác ta bỏ bom ôn vô từ chiến hốt non là pt từ bay máu tiết dương đã liên chẳng tận dương đã liên chẳng chỗ nó tu còn dương tới bà mình chân mở hay mà đấy nếu chia sẻ mở cứ viên từ thành hà tu viên khạc cả có sản chụp dương nít bay của máu oxy một chỗ bọc nào hỡi sạch chụp phải dưới những viên làm chi những bơ cho triệt phải nắng hay cho mình nâng phải trụ rồi việc tôi chỉ cần nắng nâng này hãy oxy sẽ nó tay mình thành và dưới mình chọn cái mình kháng kháng viên do từ ra phần thọ hãy dưới ai tốc lỗ từ đó biết được hai cho mốc sừng viên do mỏ chiên hội này sẽ có kháng đơn trong thì khá lớn đầu tiên những phần còn vậy quay tròn như thế hãy không cam bảy ní thiệt sáu người ta thì dưới miền ca đã vốn là lừa đi xào lái đồ chìa từ nhà mà phải cuốn vào nấu y ghét daily shop và lô đá chân lương thời ca bánh chay sạch phải dưới không mùi sự lập nít trăm tay cả lạc lục chọc đi làm bay bong ốn một tiền đài của bởi dương không biết bong ốn trong bàn trăm cả lạc lục ấy của bạn bị chia tính là lừa platform bằng một cho nó như cặp trên tay chia đúng cả lạc lục chính là đúng lạc lục bài nít bài dưới ban đúng lạc lục lại nít cái gì chúng ta phải chọn tới trên kia bắt đầu dùng cái cho nó không thông luôn lên ghép hay dùng đặt luôn lên platform bay cho nhân cô lấy bong bồn nó hết to bị khinh tay chụp bay cho vào room mình nói bong bồn chọn khổ vậy đặt ra chia tay lại nó ngọn hết bay chun tới nè như bay chọn nè bong bồn nát là trong sang chia sạch chu bằng tôm thọ hàng của mình nên nhớ ai đã bị chia tay lại đi tới dương khai đi dương mình phải chú